រឿងនិទានតារានិងសាប៊ូមន្តអាគមកាលពីយូរយ៉ានៅក្នុងភូមិមួយមានក្មេងប្រុសឈ្មោះតារាជាក្មេងឆ្លាតប៉ុន្តែគាត់មិនសូវចូលចិត្តលាងដៃមុនញ៉ាំអាហារនិងក្រោយលេងជាមួយមិត្តភក្តិទេគាត់គិតថាដៃខ្ញុំមិនសូវកក់ខ្វក់ទេថ្ងៃមួយតារានិងមិត្តភក្តិបានលេងនៅលើដីក្រោមដើមឈើធំពេលត្រឡប់មកផ្ទះគាត់ញ៉ាំអាហារដោយមិនលាងដៃនៅយប់នោះតារាឈឺពោះខ្លាំងនិងមានក្តៅខ្លួនម្ដាយបាននាំគាត់ទៅពេទ្យគ្រូពេទ្យបាននិយាយថាមេរោគតូចៗនៅលើដៃអាចធ្វើឲ្យយើងឈឺប្រសិនបើយើងមិនលាងដៃឲ្យស្អាតបន្ទាប់ពីជាសះស្បើយតារាបានសុបិនឃើញសាប៊ូមួយនិយាយបានសាប៊ូនោះប្រាប់ថាខ្ញុំជាមិត្តការពារសុខភាពបើអ្នកលាងដៃជាមួយទឹកនិងសាប៊ូមេរោគនឹងរត់ចេញអស់ព្រឹកឡើងតារាបានចាប់ផ្ដើមលាងដៃជានិច្ចមុនញ៉ាំអាហារក្រោយចូលបង្គន់និងក្រោយលេងគាត់ក៏ណែនាំមិត្តភក្តិឲ្យធ្វើដូចគ្នាពីថ្ងៃនោះមកតារាមិនសូវឈឺទៀតហើយរៀនបានល្អមិត្តភក្តិនិងគ្រូទាំងអស់សរសើរគាត់ថាជាក្មេងដែលយកចិត្តទុកដាក់សុខភាពកតិបណ្ឌិតលាងដៃឲ្យស្អាតជានិច្ចគឺជាវិធីងាយៗក្នុងការការពារជំងឺនិងថែរក្សាសុខភាពល្អ